Ok, bọn mày bọn nó kia chả là nên khi em xông riệp rộng âm tí tăng là bao bờ rây x âm lucky home chả xâm rạp tí tăng bờ rây x âm lucky home cứ thật nơi đồng bọn ong snúa đại bọn mày bọn ai phơ đầm nào mà tam phơi chít lịch buôn mà có bán thì gặp phơi tận nộp cắt sợi dương bị khang chụp qua mà có bán chả phụ đại xa tay cầm rồng là bao bờ rây x âm lucky home ní chả cứ miên phơi chỉ trơn không ca ở bờ rau tí tăng chả phụ đại xa tay bờ rây cứ nơi trong chùm nội cái đá tay mà đơn chả xâm rạp bọn mày bọn được quạt nơi khang ha muối có quạt ai chơi mà rồi tí tăng ban đáy chả hay bị sát bọn mai bọn này quạt nơi khang trong Phnom Penh quạt trăng phơi đầm nào tam phơi chỉ lịch buôn mà tam ở vùng mua trăm chai ấy cứ nghe xu hàng caro khăng mền tèn phơi thua đầm nào cứ phơi bê tông xe tam mà đón chả chẳng khả năng bênนี้ខ្ញុំកំពុងតែឈរនៅពីមុខផ្ទះគំរូប្រភេទវីឡាតូលขนาดធំដែលប្រភេទផ្ទះនេះគឺជាម៉ូផ្ទះនៅជាប់ជាមួយនឹងផ្លូវកស៊ូ20 ម៉ែត្រតែម្ដងផ្លូវកស៊ូនឹងផ្លូវភ្លោះចាផ្លូវភ្លោះ20 ម៉ែត្រជាផ្ទះគំរូណាអញ្ចឹងប្រភេទផ្ទះនេះមានទំហំដី10បដោយ19ហើយសម្រាប់សាច់ផ្ទះគឺ8 ម៉ែត្របដោយ10 ម៉ែត្រចានៅខាងក្នុងមានការរចនាម៉ូដមកដោយបន្ទប់គេង4និងបន្ទប់ទឹក5ចាអញ្ចឹងជាក់ស្ដែងនៅខាងក្រៅនេះចានៅបរិវេណខាងក្នុងផ្ទះក្នុងដីរបស់យើងនេះចាគឺមានរបងព័ទ្ធជុំវិញក៏ដូចជាមានសួននៅចំហៀងចាហើយនឹងការដាំដើមឈើជូនពុកម៉ែបងប្អូនមួយដើមផងដែរចាស្រស់ស្អាតខ្លាំងមែនតើហើយជាពិសេសគឺរៀបកាឡាខាងមុខផ្ទះគឺបែបនេះតែម្ដងចាហើយពុកម៉ែបងប្អូនអាចមើលបានណាដោយសារតែនៅប្រភេទផ្ទះនេះគឺមានកន្លែងចំណតឡានដ៏ធំទូលាយចាពុកម៉ែបងប្អូនដែលគាត់មានឡានគាត់អាចចតបើសិនជាប្រភេទឡានប្រុសផងម៉ែណាឡានប្រភេទឡានប្រុសគឺបានរហូតដល់3គ្រឿងចាព្រោះដោយសារតែទំហំspace ដីនៅខាងមុខនេះគឺសល់ធំចាសល់ធំជាពិសេសនៅខាងមុខលបងមានន័យថាបន្ទាប់ពីដីលបងរបស់យើងគឺនៅសល់បាន2 ម៉ែត្រចានេះដីលបងខាងមុខនេះគិតពីលបងនេះមកផ្លូវបេតុងខាងមុខគឺសល់2 ម៉ែត្រណាប៉ុន្តែដីរបស់យើងគិតគឺត្រឹមលបងចូលក្នុងចាចឹងគឺយើងចំណេញបានច្រើនដែរពុកម៉ែណាចាហើយសម្រាប់ប្រភេទផ្ទះនេះគឺចំហៀងផ្ទះសល់1 ម៉ែត្រ1 ម៉ែត្រសងខាងក្រោយសល់1 ម៉ែត្រកន្លះចាតោះឥឡូវចូលទៅមើលខាងក្នុងទាំងអស់គ្នាចាឥឡូវយើងដើរចូលទៅខាងក្នុងយើងទៅមើលថាតើនៅខាងក្នុងមានអីគេខ្លះតោះអញ្ចឹងដោយសារតែផ្ទះដែលនាងខ្ញុំបង្ហាញពុកម៉ែបងប្អូនទាំងអស់នេះគឺជាផ្ទះគំរូដែលអត់ទាន់បានរៀបចំដេគ័រនៅខាងក្នុងចាអញ្ចឹងរៀងដីតិចណាចាដោយសារតែការរៀបចំផ្ទះគំរូនេះអត់ទាន់បានរៀបចំរួចរាល់ណាចាអញ្ចឹងយើងចូលមកខាងក្នុងចាបរិវេណខាងក្នុងមានទីធ្លាធំទូលាយសម្រាប់ខាងមុខនេះចាខាងមុខនេះអាចដាក់ជាតុកទូស្លុងអីផ្សេងដែលទទួលភ្ញៀវចាធំទូលាយហើយជាពិសេសបង្អួចមានចម្រឹងដៃជុំវិញណាសម្រាប់ផ្ទះនេះគឺសាងសង់ឡើងដោយអត់20ប្រាក់ក្បឿងមានចម្រឹងដៃជុំវិញចាស្អាតខ្លាំងមែនតើសម្រាប់តម្លៃវិញចាតម្លៃបងផ្ដាច់គឺនៅសល់ត្រឹមតែ$80,000តែប៉ុណ្ណោះប្រភេទផ្ទះខ្នាតធំនេះដែលនៅជាប់ជាមួយនឹងផ្លូវភ្លោះ20 ម៉ែត្រផ្លូវកស៊ូតែម្ដងចាអញ្ចឹងអត់មានផ្លូវតូចទេណាប្រភេទផ្ទះនេះគឺមានតែនៅលើផ្លូវធំចាអញ្ចឹងសម្រាប់អតិថិជនដែលគាត់ចង់បានផ្ទះដែលនៅលើផ្លូវធំតម្លៃបង់ផ្ដាច់គឺ$80,000ចា$80,000សម្រាប់អតិថិជនបង់រំលោះចាគឺមានការប្រម៉ូសិនបញ្ចុះតម្លៃនិងការថែមជូនផ្សេងពីនឹងទៀតជាក់ស្ដែងបើសិនជាចង់ដឹងព័ត៌មានអាចរុះរាន់មកមើលទីតាំងបានណានៅក្នុងគម្រោងចាអញ្ចឹងសម្រាប់ចូលខាងក្រោមនេះចាខាងក្រោមនេះគឺមានបន្ទប់ទឹកនិងបន្ទប់គេងមួយចានៅខាងក្នុងនេះចាមិនហ្នឹងរៀងចង់បែកថ្លង់ឡានអចាអញ្ចឹងសម្រាប់ផ្ទះនេះអតិថិជនដែលគាត់មានមនុស្សចាស់ឬក៏គាត់ចង់រស់នៅដូចថាគេងនៅខាងក្រោមជាន់ផ្ទាល់ដីចាអាចមកគេងនៅខាងក្រោមបានព្រោះខាងក្រោមមានបន្ទប់គេងមួយបន្ទប់ទឹកមួយចាហើយជាពិសេសនៅខាងក្រៅនេះមានបន្ទប់ទឹកសម្រាប់ទទួលភ្ញៀវមួយទៀតចាអញ្ចឹងខាងក្រោមងាយស្រួលក្នុងការរៀបចំខ្លាំងមែនតើចាហើយសម្រាប់បែកខាងនេះគឺអតិថិជនអ្នកគ្នាអាចរៀបចំជាតុញ៉ាំអាហារបានចាបរិវេណនេះអាចរៀបចំជាតុញ៉ាំអាហារបានហើយឥឡូវនេះខ្ញុំដើរទៅខាងក្រៅគឺជាចាចង្ក្រានបាយចាសម្រាប់ចង្ក្រានបាយគឺមានការ free ជូនទូតាំងចង្ក្រានបាយមួយឈុតផងដែរចាសម្រាប់ការលយមកខាងក្រោយនេះមានប្រវែងរហូតដល់ជាង2 ម៉ែត្រជាងចាលយមកកន្លែងចង្ក្រានបាយរបស់យើងគឺទលាយស្អាតតែម្ដងហើយជាពិសេសមានប្រអួច
ដែលមានចម្រឹងដែកចាស់យើងអាចបើកចេញដើម្បីឲ្យខ្យល់អាហារដែលយើងកំពុងតែដាំស្លនោះវាចេញតាមនឹងអញ្ចឹងណាចាហើយនៅចំហៀងខាងនេះចានៅចំហៀងខាងនេះក៏មានទ្វារចេញទៅខាងក្រៅចាដែលយើងអាចអូសកង់អូម៉ូតូឬក៏ដាក់សម្ភារៈផ្សេងនៅខាងក្រៅផ្ទះបានទៀតចាធំទូលាយចាហើយផ្លេចណាចាសម្រាប់ចង្ក្រានបាយនៅបែកខាងនេះក៏មានទ្វារដើម្បីបិទកុំឲ្យមានក្លិនចូលទៅខាងក្នុងផ្ទះចាអញ្ចឹងមានន័យថាគៀននេះគឺមានទ្វារចាបិទបើកបានចាអញ្ចឹងសម្រាប់អតិថិជនដែលគាត់ចាស្រឡាញ់ប្រភេទផ្ទះវិឡាតូលចាមានបន្ទប់គេងច្រើនអាចជ្រើសរើសប្រភេទផ្ទះនេះជាពិសេសជាប់ផ្លូវភ្លោះ20ម៉ែត្រតែម្ដងផ្លូវកស៊ូពុកម៉ែណាហើយសម្រាប់ផ្ទះនេះចាមានតែនៅលើផ្លូវធំតែប៉ុណ្ណោះចាអញ្ចឹងបើសិនជាចង់បានអាចរុះរាន់មកមើលទីតាំងបានចានៅក្នុងបរិយា XM Lucky Home ចាឥឡូវយើងឡើងទៅខាងលើតែម្ដងសម្រាប់ចន្ទាឡើងមកខាងលើនេះគឺអត់ចោតខ្លាំងទេចាគឺទេសំល្មមនេះងាយស្រួលក្នុងការឡើងចុះចាហើយជាពិសេសគឺមានបង្កាន់ដៃរឹងមាំនៅចំហៀងនេះផងដែរម្ដាលខាងលើគឺមានបន្ទប់គេង3ចាឥឡូវយើងចូលបន្ទប់មួយនេះសិនអូខេអញ្ចឹងសម្រាប់ឡើងមកនេះកម្មចដាយើងឡើងមកនេះចាមានបន្ទប់គេងមួយដែលមានបន្ទប់ទឹកនៅខាងក្នុងស្រាប់ចឹងសម្រាប់អតិថិជនដែលគាត់ចង់បានផ្ទះដែលធំទូលាយទាំងលើទាំងក្រោមអាចមកមើលទីតាំងបាននៅតំបន់អង្គស្នួរក្រៅផ្សារអង្គស្នួរយើងតែម្ដងអតិថិជនអាចមករកតាមផ្សារអង្គស្នួរមកក៏បានឬក៏អតិថិជននៅខាងក្នុងឈុកវ៉ាឬក៏នៅខាងប្រសិទ្ធនៅខាងវត្តភ្នំអីចាអាចមកតាមផ្លូវទំនប់គាត់ស្រូវមកបានចាល្អខ្លាំងមែនតើដោយសារតបរិយគឺមានការសាងសង់ផ្លូវនៅខាងក្នុងបរិយជាប្រភេទផ្លូវភ្លោះ30ម៉ែត្រផ្លូវភ្លោះ20ម៉ែត្រដែលមានប្រវែងរហូតដល់ជាង1គីឡូឯណោះចាហើយជាពិសេសនៅខាងក្នុងបរិយគឺមានការរៀបចំជាផ្លូវបេតុងសម្រាប់ពុកម៉ែបងប្អូនចារស់នៅផងដែរចាសម្រាប់ផ្លូវបេតុងហ្នឹងគឺចាផ្លូវ10ម៉ែត្រផ្លូវធំណាហើយជាពិសេសនេះប្រភេទផ្ទះដែលនៅជាប់ផ្លូវភ្លោះ20ម៉ែត្រនេះចាគឺមានវេរ៉ង់ដាខាងមុខរហូតដល់4ម៉ែត្រចាធំទូលាយស្អាតតែម្ដងចាគឺប្លែកមែនតើចាជាក់ស្ដែងបរិយរបស់ក្រុមហ៊ុននាងខ្ញុំនេះគឺមានការសាងសង់បានច្រើនចាតកតងជាមួយនឹងប្រភេទផ្ទះក៏ដូចជាការសាងសង់ចាស់ជាផ្សារតំបន់កំសាន្តជាច្រើនទៀតជាពិសេសបើសិនជាអតិថិជនទាំងអស់គ្នាអញ្ជើញមកមើលទីតាំងនាងខ្ញុំនឹងនាំពុកម៉ែបងប្អូនចូលទៅមើលគ្រប់កន្លែងតែម្ដងនៅក្នុងបរិយាដែលកំពុងតែអភិវឌ្ឍចាអញ្ចឹងតនេថ្ងៃսៅរ៍អាទិត្យអីក៏អាចអញ្ជើញមកបានដែរចាព្រោះសៅរ៍អាទិត្យខាងក្រុមការងារគាត់នៅធ្វើការធម្មតាចាអញ្ចឹងរុះរាន់ណាចាប្រភេទផ្ទះនេះចាតម្លៃពេញគឺ110,000ចាសម្រាប់ការបង់ផ្ដាច់ចានៅសល់ត្រឹមតែចា80,000តែប៉ុណ្ណោះដែលពុកម៉ែបងប្អូននឹងទទួលបានចាប្រភេទផ្ទះវិឡាតូលខ្នាតដី10បណ្ដោយ19ចាបន្ទប់គេង4បន្ទប់ទឹក5ប្រភេទផ្ទះគឺសង់ឡើងដោយឥដ្ឋ20ចាស់ចម្រឹងដែកជុំវិញប្រក់ក្បឿងចារួមជាមួយនឹងការថែមជូនចាសម្រាប់អតិថិជនបងផ្ដាច់គឺមានការថែមជូនម៉ាស៊ីនត្រជាក់4គ្រឿងទូទឹកកកម៉ាស៊ីនបោកកៅអៅទូចក្រានបាយមួយឈុតនិងទូតាំងមួយឈុតចាជាពិសេសគឺមានការរៀបចំរបងផ្ទះយើងជុំវិញតែម្ដងហើយជាមួយនឹងសួនច្បារនៅខាងមុខផ្ទះในការដាំដើមឈើទៀតចាអញ្ចឹងគឺល្អខ្លាំងមែនទែនសម្រាប់អតិថិជនដែលគាត់ស្រឡាញ់ប្រភេទផ្ទះវិឡាតូលខ្នាតធំនេះព្រោះរាន់ណាព្រោះដោយសារតែប្រភេទផ្ទះវិឡាតូខ្នាតធំនេះដែលនៅជាប់ជាមួយនឹងផ្លូវបេតុង20ម៉ែត្រចាគឺនៅសល់តិចអញ្ចឹងរុះរាន់ហើយសម្រាប់នៅក្នុងបរិយាផ្ទាល់ផងដែរចាគឺមានសាងសង់ជាសួនច្បារសាលារៀនមន្ទីរពេទ្យនៅខាងក្នុងបរិយាចានឹងមានផ្សារបោះដុំបោះរាយចាផ្សារហ្នឹង2ខែទៀតនឹងដំណើរការថាយ៉ាងយូរណាចាយ៉ាងយូរ2ខែទៀតនឹងមានសម្ភារៈគេយកមកបោះដុំហើយចាចាប់ផ្ដើមហើយអញ្ចឹងចង់បានវ៉ាន់ចំណេញអាចមកមើលនៅក្នុងបរិយាទី1មកមើលផ្ទះទី2មកទិញវ៉ាន់ចំណេញ
ចារੂរាន់ទាំងអស់គ្នាណាចាហើយសម្រាប់ការរៀបចំនៅខាងក្នុងបុរីចាក៏មានជាសួនកំសាន្តសួនទឹកកន្លែងចៅទូកលេងចាក៏ដូចជាកន្លែងចិញ្ចឹមសត្វចានិងកន្លែងញ៉ាំអាហារចាមានកញ្ចុះតូចៗចារួមជាមួយនឹងការលេងទឹកចាល្អខ្លាំងមែនតើស្អាតចាអញ្ចឹងសម្រាប់ការអភិវឌ្ឍនៅខាងក្នុងសម្រាប់កន្លែងកំសាន្តហ្នឹងក៏ចិត្តដំណើរការដែរចាការសាងសង់បាន 40% ហើយអញ្ចឹងសម្រាប់អតិថិជនដែលគាត់ចាតនេអីអាចអញ្ជើញមកកំសាន្តក៏បានមកឈៀងចូលមកមើលគម្រោងតែម្ដងក៏បានចាអាចខលមកលេខខាងក្រៅដើម្បីទទួលបានចាព័ត៌មានលម្អិតក៏ដូចជាទទួលបានចាការណាត់ជួបចាជាមួយនឹងនាងខ្ញុំផ្ទាល់ចាដើម្បីទទួលបានព័ត៌មានលម្អិតនៅក្នុងគម្រោងរបស់បរិយ XM Lucky Home នេះផងដែរចារੂរាន់ណាសម្រាប់ប្រភេទផ្ទះនេះពុកម៉ែបងប្អូនចាចង់បង់រំលោះក៏បានចង់បង់ផ្ដាច់ក៏បានចាប្រូម៉ូសិនមានតាមនឹងចាហើយជាពិសេសអតិថិជនដែលគាត់ចង់បានផ្ទះជាប់ផ្លូវ20 ម៉ែត្រចារੂរាន់កុំទុកយូរពេកចាកុំទុកយូរពេកបើយូរពេកគេយកអស់ហើយហ្នឹងហើយប្រយ័ត្នមកខកចិត្ត